បាទសូមគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់ជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយក៏សូមស្វាគមន៍សម្រាប់ថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យអូតូប៉ូឆ្នាំ2025ដែលត្រូវនៅថ្ងៃអង្គារទី1ខែមេសាឆ្នាំ2025បាទព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺដើម្បីទទួលអំណរទេវតាឆ្នាំថ្មីឆ្នាំអស័យស័ព្ទស័ក្តិសករាជ2569ព្រះនាងកុរមៈទេវីបន្ត្រីទី2នៃកបិលមហាព្រំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025នេះពេលដល់ខ្លីខាងមុខនេះបាទហើយសម្រាប់រាត្រីថ្ងៃបញ្ចប់នេះគឺនៅតំបន់តសាត្រជាចិត្តបាទចាំមើលថាទស្សនវិជ្ជាជារួមនៅក្នុងកម្មវិធីសង្ក្រាន្តវិទ្យាល័យអូតូប៉ូនេះមានសកម្មភាពអ្វីខ្លះតាមដានទាំងអស់គ្នាហើយព្រឹត្តិការណ៍នេះរៀបចំឡើងដោយវិទ្យាល័យអូតូប៉ូសហភាពសហព័ន្ធយុវជនកម្ពុជាបណ្ដាញសង្គមផ្លូវការភូមិភាគីអូផ្សាទរុជាអង្គភាពធំនៅក្នុងកម្មវិធីដោយក្រុមហ៊ុនខ្មែរ BBG កំឡៃកាពីយូសូមគោរពជម្រាបលាចាសនានៅទស្សនវិជ្ជាស្រុងជាមួយច្បាប់ដូចតទៅកម្មវិធីហើយចប់ថ្ងៃនេះហើយបាទគឺគាត់រៀបចំកម្មវិធី2ថ្ងៃហើយថ្ងៃនេះគឺជាថ្ងៃបញ្ចប់ហើយបងប្អូនបានដោយសារពេលវេលានៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យអូតូប៉ូឆ្នាំ2025រយៈពេល2ថ្ងៃបានឈានចូលមកដល់ទីបញ្ចប់ហើយក៏អរគុណការរៀបចំដោយវិទ្យាល័យអូតូប៉ូសហភាពសហព័ន្ធយុវជនកម្ពុជាទរុជាអរគុណទៅដល់បណ្ដាញសង្គមផ្លូវការភូមិភាគីអូផ្សាទរុជាអង្គភាពធំនៅក្នុងកម្មវិធីដោយក្រុមហ៊ុនខ្មែរ BBG អរគុណសម្រាប់ការតាមដានរបស់លោកអ្នកតាំងពីដើមរហូតដល់ចប់ហើយជួបគ្នានៅព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យអូតូប៉ូនេះឆ្នាំក្រោយៗទៀតហើយកុំភ្លេចព្រឹត្តិការណ៍សង្ក្រាន្តភូមិភាគីជួបគ្នារយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទដល់ថ្ងៃពុធទី14ដល់ថ្ងៃទី16ខែមេសានេះតែម្ដងកុំភ្លេចតាមដានទាំងអស់គ្នាជួបគ្នាសន្យាថានៅវីដេអូក្រោយទៀតសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលា